ភាពដ៏កំសត់របស់ជាតិយើងដែលត្រូវមេដឹកនាំចាយចោលបើវាភ្លើណាឲ្យវាបែកឲ្យងាប់ចុះនៅពេលដែលអំណាចរបស់មេដឹកនាំត្រូវបានឃោសនាថាយើងការពារទឹកដីឥឡូវហ៊ុនសែនបន្តពង្រឹងអំណាចឲ្យណែមើលមេដឹកនាំយើងទៅត្រូវគ្នាជាមួយបរទេសណាសុខចិត្តព្រមព្រៀងជាមួយបរទេសក៏ប៉ុន្តែនៅពេលដែលអំណាចរបស់ពួកគាត់ត្រូវបានណារង្គោះរង្គើគាត់បបួលយើងឲ្យរួបរวมជាតិការពារទឹកដីអញ្ចឹងហ៊ុនសែនខ្លាំងជាងតវត្តភ្នំទៀតកូនអ្នកមានកូនមន្ត្រីអត់ចាញ់ច្បាំងកូនអ្នកក្រចាញ់ច្បាំងទោះបីមិនណាហើយអត់មានអាវពាក់អត់មានស្បែកជើងអត់មានមួកអត់មានចំណីអាហាររហូតដល់ជនភៀសខ្លួនក៏គ្មានចម្រោះគ្មានការគ្រប់គ្រងគេគ្រាន់តែយកថ្នាំមួយមកបំពុលយើងថាយើងការពារទឹកដីដែលទឹកដីគេព្រមព្រៀងជាមួយបរទេសទេមូលហេតុនៃសង្គ្រាមមិនមែនរឿងទឹកដីមិនមែនរឿងព្រំដែននេះគឺជារឿងទំនាស់រវាងគេនិងបរទេសបងប្អូនកាន់តែប៉ុណ្ណេះដឹងហើយបងប្អូនខ្លាយទៅជាលុយសម្រាប់ហ៊ុនសែនចាយបងប្អូនក្រីក្រតាហ៊ានក្រីក្រជាលុយសម្រាប់ហ៊ុនសែនចាយតែបងប្អូនមិនជឿខ្ញុំទេបងប្អូនថាបងប្អូនការពារទឹកដីបងប្អូនស្រឡាញ់ប្រទេសជាតិណាបងប្អូនថាសៀមវាជាចោលឆ្លៀនពៀនវៀតណាមយកទាំងទឹកសមុទ្រយកទាំងដីបងប្អូនអត់មានមាត់មួយម៉ាត់ណាអូខេហ៊ុនសែនចាយបងប្អូនអរគុណគាត់ទៀតដាក់ផ្លាកគ្រប់កន្លែងអរគុណសន្តិភាពត្រូវហើយកាលណាអត់មានច្បាំងឯងទៅអរគុណអញហើយដល់ពេលច្បាំងឲ្យស៊ីមបុកទៅវាយងាប់ជំនួសអញភាពដ៏កំសត់របស់ជាតិយើងដែលត្រូវមេដឹកនាំចាយចោលបើវាភ្លើណាឲ្យវាបែកឲ្យងាប់ចុះនៅពេលដែលអំណាចរបស់មេ